ចាជំរាបសួរបងប្អូនទាំងអស់គ្នាលោកនេះខ្ញុំបានតែញ៉ាំការបងនៅខាងស្អាងខេត្តក្រាចង់ដឹងថាវីដេអូយើងមានអីគេខ្លះយើងចូលទៅទស្សនាទាំងអស់គ្នាចាជាដំបូងគឺខ្ញុំចេញពីម្ពិញទៅហើយជិះតាមផ្លូវក្បាត់ក្រុងជិះតាមផ្លូវហ្នឹងគឺលឿនតែនឆាប់បានដល់អញ្ចឹងណាហើយឡើយយើងជិះមកស្ទូទៅយើងដល់ផ្លូវបាត់ចូលខាងផ្ទះកូនកំមុំហើយនេះយើងមកដល់មុខរោងហើយទេសភាពនៅហ្នឹងគឺស្រស់ស្អាតមែនទែនដោយសារតែនៅម្ដុំហ្នឹងគឺជាតំបន់ចកាអញ្ចឹងយើងងាកទៅខាងណាក៏ឃើញខៀវស្ងាត់ដែរចាហើយនេះខាងដេកភ្នួងគាត់បានរៀបចំហើយគឺស្អាតមែនទែនចាហើយខាងចុងភៅគាត់ក៏បានរៀបចំតុកៅអីរួចរាល់ហើយសម្រាប់ភ្ញៀវពិសេសអាហារពេលល្ងាចពេលក្រុងវេលាហើយបងខ្ញុំក៏ថាខ្ញុំអ្នកសារព័ត៌មានពេលហ្នឹងភ្នួងគាត់អត់បានមកដល់ទេហើយខ្ញុំក៏ចេញមកថតក្រៅផ្ទះអីតិចទៅដោយសារតែឃើញទេសភាពនៅខាងក្រៅហ្នឹងគឺស្អាតមែនតើយើងធ្លាប់តែនៅពេញដល់ពេលដល់កាត់ចកាអញ្ចឹងយើងឃើញតំណាំឃើញអីខៀវស្ងាត់អញ្ចឹងយើងចេះចង់ថតចង់អីអញ្ចឹងស្អាតចូលមកដល់ក្នុងផ្ទះឃើញសក់ក្មួយបាសពេកក៏ថតលេងតិចទៅចាឥឡូវខាងខ្លួនគាត់មកហើយពងផាត់មុខឲ្យកូនកំមុំផាត់មុខឲ្យម៉ាក់ខ្ញុំអីរៀបចំសូត្រមុនពេលនេះការបុណ្យឲ្យព្រមយ៉ាងពីបានរៀបចំនៅពុទ្ធមកអានមកចាក់ចាក់ពេលតែពុទ្ធគាត់តែងងព្រមយ៉ាងកប់ពីបដាតាមចាពុទ្ធជាចូលឲ្យជិះក្រុងបលីសូមលោកលោកកាត់បាយកាត់ជាចាំធ្វើការមកបានចិត្តជួយមកនៃបញ្ជាសថាបុទ្យានិសាទុកានកតវាអបមាទីវៈនៅចកលាំងសមារថេតាពេប្រសិនបើខ្ញុំបកស្រាយចំណាំខាងស្វាទីគុំលំបានទៅជាការលំនួនចាកូនប្រព្រៃចាពេបាទនឹងកូនចាឥឡូវចូលដល់ពេលព្រឹកហើយដល់វគ្គហាយចំនួនហើយឃើញថាបងប្អូនយើងមកចូលរួមជួយហាយចំនួនហ្នឹងគឺច្រើនមែនតើចង់ឃើញញញឹមរាល់ថ្ងៃចង់ឃើញសប្បាយ all day ចង់ឲ្យជួប all night how you feel alright okay come down your be អារម្មណ៍ចង់ឲ្យច្រើនមកវិញតាបបហើយចាហើយឥឡូវបងប្អូនខ្ញុំគាត់មកបរាទៀតហើយពួកគាត់មកអត់សូវស្ងាត់ទេថតរហូតតែអត់ឃើញទេថតឲ្យលំចាឥឡូវដល់ពេលថ្ងៃត្រង់ហើយត្រូវដល់ពេលកាត់សក់ឲ្យកូនកន្លោះកូនកំមុំហើយគឺខាត់កំមុំពីតែពណ៌នេះចំណាំជូតពីចាតំពេញកំមុំទេអូនអើយមកការចាស់ចៅទួតគេរីគេប្រាប់មកអើយពួកអីមកអូនថ្ងៃអូនថ្ងៃតាយលោកតែស្មារមិនបានខ្លួនមិនខំទេទួខំនេះឆ្ងាយណាស់លោកចាហើយឥឡូវនេះគឺដល់ពេលងាយដល់ពេលត្រូវទូភ្ញៀវឃើញថាភ្ញៀវគាត់មកច្រើនមែនតើចូលមកគាត់ចូលមកមិនមកមួយអីនេះទេចូលមកគឺច្រើនហ្មងហើយដល់ពេលចឹងទៅយើងឆាប់ពេញតុកចឹងណាតែម៉ោងដូចជាប្រហែលជាម៉ោង8អីដូចជាភ្ញៀវមកអស់ហើយគឺគាត់មកស្រុកគ្នាមែនតើហើយថ្ងៃហ្នឹងគឺសំណាងភ្លៀងជាប់គ្នាប្រហែលជាមកទៅដែរដល់ពេលថ្ងៃការគឺអត់ភ្លៀងមែនអត់ភ្លៀងគឺវាអារម្មណ៍តិចដែរតែវាអត់មានធ្វើប៉ះពាល់អីដល់រោងការយើងណាអារម្មណ៍ហ្នឹងពេលរំទៀតអញ្ចឹងគឺសំណាងមែនតើថ្ងៃការហ្នឹងគឺអត់មានភ្លៀង
អីខ្លាំងអីឲ្យយើងពិបាកនៅក្នុងការភ្ញៀវគាត់មកចូលរួមឯងគឺស្រួលមែនទែនចង់និយាយថាប្រហែលជួរនេះសិតតែសាច់ឯកូនហើយនេះជារូនមួយគ្នាពងញ៉ាំហើយធ្វើបាបគ្នាស៊ូមាត់គ្នាចាចង់និយាយចឹងណាបងថ្លៃបងអូនថ្លៃដាក់អាណានៃណាការកូនចាហើយឥឡូវដល់វគ្គចាប់កាយចាប់ចុះចាប់ឡើងនៅសល់2អ្នកចុងក្រោយក្នុងនោះមានខ្ញុំម្នាក់ដែរហើយនៅសល់2អ្នកចុងក្រោយហ្នឹងគេក៏ឲ្យទាញម្ដងទៀតហើយចុងក្រោយហ្នឹងគឺបានមកខ្ញុំហើយពេលហ្នឹងឡើងអដោយសារមនុស្សដែរចាប់បានផ្កាចាឥឡូវដល់វគ្គយើងរាំលេងម្ដងចាហើយនេះគឺជាបេចផ្កាដែលខ្ញុំចាប់បានអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាពីដើមដល់ចប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបាយបាយចង់ខ្ញុំញញឹមរាល់ថ្ងៃ